ចាស់ថ្ងៃអូនអញ្ចឹងសម្រាប់ការឈឺពោះចុះមកក្រោមចុះអីទៅធម្មតាពោះយើងពេលដែលយើងចិត្តគ្រប់ខែក្បាលកូនបុកចុះក្រោមយ៉ាងខ្លាំងតិចទៅពោះយើងវាធ្លាក់ទៅតាមនឹងដែរធម្មតាពេលដែលកូននៅលើមានន័យថាកូននៅចុះហើមអញ្ចឹងមានន័យថាក្បាលក៏ខ្ពស់ដែរក្បាលវាអត់ទាន់ចុះអប់នៅក្នុងអង្គាគារបស់យើងទេតែដល់ពេលដែលក្បាលចុះអប់ក្នុងអង្គាគាពោះយើងវាធ្លាក់ដែរចាស់ថាធ្លាក់ពោះឲ្យចិត្តគ្រប់ខែអញ្ចឹងណាចាស់ចិត្តសម្រាប់ហើយពេលដែលពោះធ្លាក់ក៏ធ្លាក់ចុះអូនតែធម្មតាការឈឺពោះវាអាចឈឺបន្តិចចឹងយកជាការឈឺពោះឲ្យដូចខ្ញុំតែងតែនិយាយពីការឈឺពោះពិតប្រាកដចឹងណាមកឈឺលេងហ្នឹងធម្មតាពេលដែលកូនបម្រាស់ខ្លាំងឬក៏យើងធ្វើការអីពេលថ្ងៃច្រើនកូនបម្រាស់ខ្លាំងនៅក្នុងពោះអញ្ចឹងវាសគាពោះដែរអញ្ចឹងវាឈឺដែរពេលខ្លះយើងដើរពេលថ្ងៃច្រើនយប់ឡើងយើងឈឺពើងក្នុងពោះដែរហ្នឹងជារឿងធម្មតាទេអត់អីទេគាត់ថាបើសញ្ញាឈឺពោះតែម្ដងគឺអត់មានឈឺលេង4-5ថ្ងៃចោលចឹងទេគឺដូចខ្ញុំនិយាយខាងដើមចឹងមានរំអិលលាយឈាមធ្លាក់មកតិចចឹងមកហើយចាប់ដើមឈឺពោះណៃមកក្រោមហើយឈឺ10នាទីឈឺម្ដងឬ10នាទីឈឺ2ដង10នាទី3ដងឈឺខ្លាំងទៅហ្នឹងជាសញ្ញានៃការឈឺពោះពិតប្រាកដហើយអត់អាចឈឺចោលលេងអញ្ចឹងអត់រាប់ថាឈឺសុំទេអូនណាចាអរគុណ